จ้าថ្ងៃទី20ខ្ញុំបានទទួលនៅការអញ្ជើញទៅចូលរួមនៅសារមហោស្រពតន្ត្រីកម្ពុជាហើយនិងបារាំងចាគឺពិសេសមែនតើអញ្ចឹងក៏ប្រារព្ធនៅសារមហោស្រពចតុមុខចាខ្ញុំទៅជាមួយនឹងចលែនចាអ្នកធ្វើការមួយខ្ញុំទៀតហើយចាពីរអ្នកខ្ញុំគឺចូលចិត្តដូចគ្នាចូលចិត្តកម្មវិធីបែបហ្នឹងចាអញ្ចឹងក៏បបួរគាត់ទៅចាយនឹងគាត់ចូលចិត្តអញ្ចឹងបបួរគាត់គឺងាយចាជាងអ្នកដតីគាត់ចូលចិត្តតន្ត្រីគាត់ចូលចិត្តកម្មវិធីសម្ដែងអញ្ចឹងបបួរបានដាក់បានហ្មងចាអញ្ចឹងយើងចូលទៅសាលដើម្បីនឹងត្រៀមកម្មវិធីគេចាប់ផ្ដើមម៉ោង7ប្រហែលជា7:15បានគេចាប់ផ្ដើមព្រោះអីត្រូវរងចាំភ្ញៀវ VIP កិត្តិយសមកច្រើនឯកឧត្តមឯកអគ្គរដ្ឋទូតមន្ត្រីទូតច្រើនចាចូលរួមអញ្ចឹងគេស្លៀកពាក់ចាស់ស្អាតហើយខ្ញុំឲ្យចែឡែនចូលចិត្តស្លៀកពាក់ឲ្យស័ក្តិសមជាមួយនឹងកម្មវិធីចាអញ្ចឹងយើងណាត់គ្នាត្រូវស្លៀកមិនឥឡូវកម្មវិធីគេផ្ដើមដំបូងគឺគេយកឧបករណ៍ភ្លេងខ្មែរប្រគំដោយនិស្សិតនៅសាលាសាកលវិទ្យាល័យវិចិត្រសិល្បៈចាជាពិធីចាប់ផ្ដើមផងគេគឺគេផ្ដើមឡើងដោយភ្លេងខ្មែរប៉ិនពាទ្យដំណើរចិនចាគេចែកกระดาษកម្មវិធីឲ្យយើងមើលដែរចាជាភាសាបារាំងហើយនិងជាភាសាខ្មែរអូយល្អមើលហើយគ្រប់ទាំងទម្រង់នៃបទភ្លេងទាំងអស់គឺគេរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់រៀបរយចាប់ពីភ្លេងខ្មែរគេចូលដល់ប្រភេទភ្លេងអូខេស្ត្រាដែលមានការប្រគំរួមគ្នាវីយូឡុងច្រើនណាមានសេឡូមានវីយូឡុងមានអ្នកលីដវីយូឡុងហើយនេះគាត់ conductor ចាគាត់រៀងចំណាស់ប៉ុន្តែគាត់បកកែហើយខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តកម្មវិធីតន្ត្រីចឹងគឺខ្ញុំពលវល់មិនក៏ឆ្លៀតទៅដែរចាប់ពីភ្លេងហើយឥឡូវគេដល់អ្នកចម្រៀងអូប៉េរ៉ាអូយខ្ជូតមែនតើណាគាត់ក្មេងប៉ុន្តែសម្លេងគាត់ល្អហើយអ្នកច្រៀងអូប៉េរ៉ាអត់ដាក់មីក្រូទេណាបងប្អូនចាអញ្ចឹងច្រៀងឡងលូពេញមួយសាបន្ទាប់មកទៀត surprise ខ្លាំងបំផុតមួយដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកគឺនេះគាត់អញ្ជើញមកពីបារាំងគាត់មកពីអឺរ៉ុបហើយគាត់ផ្លុំអាត្រែហ្នឹងដែលភាគច្រើនអៀកឡង់ចាព្រោះខ្លាំងមែនតើហើយខ្ញុំតែងតែសម័យពេលដែលខ្ញុំមើលតាមវីដេអូ YouTube អីហ្នឹងខ្ញុំសម័យខ្ញុំថាថ្ងៃណាមួយខ្ញុំទៅដល់អឺរ៉ុបខ្ញុំមានឱកាសមានលុយខ្ញុំទៅទិញសំបុត្រចូលរួមមើលហើយខ្ញុំចង់មើលគេផ្លុំអាហ្នឹងផ្ទាល់ហើយអ្វីដែលកាន់តែ surprise ទៀតនោះគឺគាត់ផ្លុំបទដែលខ្ញុំស្រឡាញ់បំផុតគឺបទ Amazing Grace គ្រាន់តែឮបទនឹងភ្លាមគឺខ្ញុំយំយកហ្មងព្រោះខ្ញុំស្រឡាញ់បទនឹងណាស់ហើយគោលបំណងផនខ្ញុំសុបិនផនខ្ញុំគឺខ្ញុំចង់មើលគេផ្លុំបទនឹងផ្លុំបទ Amazing Grace នឹងហ្មងហើយផ្លុំជាមួយនឹងអាត្រែអៀកឡង់នឹង Iris នឹងបន្ទាប់មកទៀតគេចូលដល់ការប្រគំមិចចូលគ្នារវាងឧបករណ៍ភ្លេងខ្មែរហើយនិងឧបករណ៍western ចាហើយនេះមានប៉ិនមានទ្រហើយព្រោះ
បន្ទាប់មកគេផ្លុំបត់គុណមើលតមេឃអូយគ្រាន់តែចេញក្បាលមកភ្លាមម្នាក់គឺហូរស្រែកកញ្ជ្រៀវពីព្រោះខ្មែរយើងចាពួកបរទេសគេឆ្ងល់ហើយមិនបានអញ្ចឹងគេអត់ដឹងថាតើបត់ហ្នឹងវាប៉ះពាល់ដល់យើងដែលកំពុងតែមានបញ្ហាសង្គ្រាមជាមួយនឹងថៃហ្នឹងខ្លាំងប៉ុណ្ណាអញ្ចឹងពេលគេលេងមកគឺរំភើបស្រែកច្រៀងតាមគ្រប់គ្នាពេលចប់ពួកយើងរៀបចេញទៅផ្ទះប៉ុន្តែខ្ញុំអត់អស់ចិត្តខ្ញុំចង់ទៅជួប idol ផងខ្ញុំដែលគាត់ផ្លុំត្រាយហ្នឹងអញ្ចឹងខ្ញុំសុំចលែនឲ្យចាំបន្តិចហើយក៏ទៅជួបជាមួយនឹងគាត់រៀបរាប់រឿងក្នុងចិត្តហើយប្រាប់គាត់ថាខ្ញុំស្រឡាញ់ឧបករណ៍នឹងហើយពេញចិត្តចំពោះការដែលគាត់ប្រគំបទ Amazing Grace ហើយក៏សូមគាត់ថតអូយសប្បាយខ្លាំងណាស់